ក្មេងស្រីមានទម្លាប់អាក្រក់រាល់ពេលដែលខ្ញុំទៅដល់ថ្នាក់រៀនខ្ញុំមានអារម្មណ៍ថាខ្ញុំឆ្កួតតាក់ទាញសិស្សជុំវិញឲ្យសើចនឹងមើលវាសមហេតុផលផងដែរក្នុងការនិយាយថាម៉ាស៊ីនត្រជាក់មិនត្រូវបានបើកនៅក្នុងអាកាសធាតុក្តៅបែបនេះទេខ្ញុំបែកញើសពេញខ្លួនសម្រាប់គំនិតត្រជាក់របស់គាត់មិត្តរួមថ្នាក់នៅក្បែរគាត់អាចធ្វើឲ្យគាត់សន្លប់ដោយដំបងនៅព្រឹកបន្ទាប់ក្មេងស្រីចូលក្នុងថ្នាក់រៀនម្ដងទៀតចាប់ផ្ដើមនិយាយដោយមិនសមហេតុសមផលភ្លាមប្រាប់អ្នករាល់គ្នាឲ្យឈប់និយាយនេះបានធ្វើឲ្យសិស្សនិយាយមិនចេញក្រឡុកភ្នែករបស់គាត់ខ្ញុំមានអារម្មណ៍ថាគាត់ចាប់ផ្ដើមភ័យម្ដងទៀតប្រាកដណាស់គាត់បានស្រែកខ្លាំងនៅវិនាទីបន្ទាប់ដៃនៅលើក្បាលរបស់អ្នកស្រែកយ៉ាងខ្លាំងគ្មានផ្លូវទេនៅទីបញ្ចប់វាជាការសំស្រុះបំផុតក្នុងការគូសគាត់ដោយមិនដឹងខ្លួនវាត្រូវការកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីឲ្យក្មេងស្រីស្ថិតក្នុងទីតាំងទីបំផុតអ្វីបានស្ងប់ស្ងាត់សិស្សផ្សេងទៀតនៅជុំវិញក៏មិនយល់ដែរខ្ញុំមិនយល់ពីអ្វីដែលកំពុងកើតឡើងវាដូចជាត្រូវបានកាន់កាប់ខ្ញុំឆ្កួតរាល់ពេលដែលខ្ញុំមកថ្នាក់រៀនទោះបីជាវាមិនគួរឲ្យភ្ញាក់ផ្អើលក្នុងការឃើញវាយូរក៏ដោយប៉ុន្តែប្រសិនបើអ្នកនៅតែគូសគាត់ដោយមិនដឹងខ្លួនដូចនេះវាជៀសមិនរួចទេដែលរាល់ពេលដែលអ្នកខកខានគ្រោះថ្នាក់វានឹងមានបញ្ហាវាដល់ពេលហើយសម្រាប់ថ្នាក់រៀនក្នុងរយៈពេល 2-3 នាទីគ្រូដែលទើបតែមកឃើញគាត់ដេកខឹងខ្លាំងណាស់សំណាងល្អមិត្តរួមថ្នាក់នៅក្បែរគាត់ដាស់ក្មេងស្រីឲ្យទាន់ពេលវេលាហើយហេតុអ្វីបានជាអ្នកដោះឯកសណ្ឋានសាលារបស់អ្នកទោះបីជានាងមើលទៅស្រស់ស្អាតនិងសិចស៊ីក៏ដោយខ្ញុំមិនអាចល្ងេល្ងើជុំវិញរឿងបែបនេះនៅសាលាបានទេភ្លាមនោះពួកគេចាប់ផ្ដើមស្ដីបន្ទោសនិងរិះគន់គាត់ក្មេងស្រីនេះក៏បានសម្ដែងការសោកស្ដាយផងដែរខ្ញុំមិនដឹងថាមានអ្វីខុសទេបន្ទាប់មកគ្រូបានប្ដូរទៅជាទឹកមុខញឹមសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះនិស្សិតថ្មីដើម្បីចូលរួមជាមួយយើងគេអាចឃើញថាគាត់ជាគ្រូវ័យក្មេងនិងស្រស់ស្អាតមនុស្សខ្លះអបអរសាទរដោយរីករាយប៉ុន្តែមនុស្សខ្លះមិនសប្បាយចិត្តមានស្ត្រីគ្រប់គ្រាន់នៅក្នុងថ្នាក់ឥឡូវនេះនៅទីនេះមកមួយផ្សេងទៀតតើខ្ញុំអាចធ្វើឲ្យមិត្តរួមថ្នាក់ចាស់ផ្សេងទៀតមិនខឹងយ៉ាងដូចម្ដេចនៅឯការញុះញង់របស់ក្មេងស្រីខ្ញុំមានគម្រោងបង្រួបបង្រួមមនុស្ស 2-3 នាក់ឲ្យគាត់ទះកំភ្លៀងគាត់ជាមុននៅពេលសិស្សនៅជុំវិញឮវាពួកគេមានអារម្មណ៍ថាវិធីសាស្ត្រនេះល្អឈានដល់ភ្លាមចិញ្ចៀនអាពាហ៍ពិពាហ៍កណ្ដឹងសាលារៀនបន្ទាប់ពីគ្រូចាក់ចេញពួកគេបានមកដោយផ្ទាល់ជាមួយចិត្តនាអាក្រក់ដំបូងមិត្តរួមថ្នាក់បុរសនៅខាងក្រោយបានផ្ដល់ឲ្យគាត់មករាល់ព្រឹកហើយយកអាហារពេលព្រឹកបន្ទាប់មកសិស្សម្នាក់ទៀតក៏ចាប់ផ្ដើមស្រែកយ៉ាងខ្លាំងការភ័យខ្លាចក្មេងស្រីត្រូវតែស្ដាប់បង្គាប់ស្ថានភាពបន្ទាប់ធ្វើឲ្យភ្នែករបស់គាត់ពង្រេក